សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូយើងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាបន្ថែមពីរបៀបនៅក្នុងការបំលែង complex តម្រងពេជ្រកណិតឲ្យក្លាយទៅជា complex តម្រងត្រីកោណមៀតអញ្ចឹងរំលឹកសារឡើងវិញតិចទៅ complex តម្រងត្រីកោណមៀតរបស់យើងមានតម្រងបែបនេះគឺ Z ស្មើជាមួយនឹង air ដែល air នេះគេហៅថា model cos data បូក e sin data ហើយ data ហ្នឹងគេហៅថា akuy ម៉ងអូខេអានេះគេហៅថា model អានេះគេហៅថាអាគុយម៉ងអញ្ចឹងដើម្បីអាចបំលែងបានគឺយើងមានរបៀបនៅក្នុងការធ្វើតោះឥឡូវយើងមកមើលរបៀបទាំងអស់គ្នាខ្ញុំរំលឹកអ្នកទាំងអស់គ្នាសារឡើងវិញអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងគឺម្ដុំនេះអ្នកទាំងអស់គ្នានៅក្នុងកម្រិតថ្នាក់ទី12នេះគឺមានតែ3គូមុំពិសេសតែប៉ុណ្ណោះដើម្បីឲ្យយើងអាចស្វែងរកអាគុយម៉ងបានអូខេអញ្ចឹង model អ្នកទាំងអស់គ្នាអាចរកតាមរូបមន្តនេះក៏បាន a ស្មើឬa ការ៉េបូក b ការ៉េអូខេអ្នកនរគ្នាអាចរកតាមរូបមន្តហ្នឹងក៏បានឬក៏ប្រើប្រាស់របៀបនៅក្នុងការចាប់ជាកតាក៏បានដែរចំណែកឯ អាគុយម៉ោងវិញគឺមានតែ3គូពិសេសតែប៉ុណ្ណោះនេះគឺជាគូទី1ដែលកុសស្មើ1លើ2ស៊ីនឬ3លើ2អញ្ចឹងនាំឲ្យភាគបែងរបស់ data របស់យើងគឺ3អូខេគូទី2ឬ2លើ2ហើយនឹងស៊ីនក៏ឬ2លើ2កុសក៏ឬ2លើ2អញ្ចឹងភាគបែងរបស់ data យើងគឺ4ចំណែកឯគូទី3កុស3លើឬ3លើ2ស៊ីន1លើ2វិញអញ្ចឹងភាគបែងរបស់ data យើងគឺ6បន្ទាប់មកទៀតយើងរកភាគបែងហើយយើងមករកភាគយករបស់វាម្ដងអញ្ចឹងភាគយករបស់វាយើងប្រើប្រាស់កាត់ត្រង់របស់រង្វង់ត្រីកោណមៀតអញ្ចឹងបើសិនបើកុសស្ថិតនៅក្នុងកាត់ត្រង់ទី1កុសសញ្ញាបូកស៊ីនសញ្ញាបូកវាស្ថិតនៅក្នុងកាត់ត្រង់ទី1ភាគយករបស់យើងគឺផៃអូខេបើសិនបើវានៅក្នុងកាត់ត្រង់ទី2កាត់ត្រង់ទី2ស៊ីនសញ្ញាបូកកុសសញ្ញាដកវិញអញ្ចឹងភាគយករបស់វាតូចជាងភាគបែងមួយលេខបើសិនបើវានៅក្នុងកាត់ត្រង់ទី3កុសដកស៊ីនក៏ដកអញ្ចឹងវាភាគយករបស់វាគឺធំជាងភាគបែងមួយលេខវិញបើសិនបើវានៅក្នុងកាត់ត្រង់ទី4ដែលស៊ីនសញ្ញាដកហើយកុសសញ្ញាបូកនេះកាត់ត្រង់ទី4របស់យើងអញ្ចឹងភាគយករបស់វាគឺដកផៃតោះឥឡូវយើងមកមើលលំហាត់របស់យើងវិញដកឬ3 e អញ្ចឹងអ្នកនរគ្នាខ្ញុំប្រាប់ពីរបៀបដែលអ្នកនរគ្នាអាចធ្វើបានលឿនអញ្ចឹងដំបូងអ្នកនរគ្នាចង់ឲ្យវាចូលគូមុំពិសេសតែម្ដងទៅគឺចាប់ឲ្យចូលមុំគូពិសេសតែម្ដងអ្នកនរគ្នាចាប់លេខ2មកគឺបាន1លើ2ដកឬ3លើ2តែម្ដងអូខេឃើញអត់អញ្ចឹងអានេះគឺចូលគូទី1ហើយអញ្ចឹងអ្នកនរគ្នាសេមក2កុសបូក e ស៊ីនអញ្ចឹងបើសិនជាវាគូទី1ភាគបែងមកអ្នកនរគ្នាភាគបែងវាគឺ3ភាគបែងវាគឺ3បន្ទាប់មកអ្នកនរគ្នាមើលសញ្ញានៅមុខវាអានេះសញ្ញាបូកអានេះសញ្ញាដកអញ្ចឹងកុសបូកស៊ីនដកកុសបូកនៅខាងណានៅខាងស្ដាំស៊ីនដកនៅខាងក្រោមអញ្ចឹងវាស្ថិតនៅក្នុងកាត់ត្រង់ទី4កាត់ត្រង់ទី4គឺដកផៃអញ្ចឹងអ្នកគ្នាអាចសេដកផៃអូខេអញ្ចឹងប៉ុណ្ណឹងមកអ្នកទាំងអស់គ្នាអាចគឺរួចរាល់លំហាត់ទី1របស់យើងហើយតោះឥឡូវយើងមកមើលលំហាត់ទី2 3ដក3 e អញ្ចឹងអ្នកទាំងអស់គ្នាចាប់ជាកតាមកចាប់អីបានគឺចាប់លេខ3ចេញបាន1ដក e បន្ទាប់មកទៀតអ្នកទាំងអស់គ្នាលេខបែបនេះគឺអ្នកទាំងអស់គ្នាចាប់រឹស2មកចាប់រឹស2មកបានរឹស2លើ2បូកដករឹស2លើ 2e អញ្ចឹងអ្នកនរគ្នាបើសិនអ្នកនរគ្នាគុណរឹស2វិញទៅគឺអាខាងលើបាន2ចែក2បាន1អានោះបាន1ដូចគ្នាហើយគុណ3ចូលវិញទៅគឺដូចគ្នាវិញហើយអូខេបន្ទាប់មកអ្នកនរគ្នាអានេះគឺយើងសរសេរវាជាត្រីកោណវាទៅអញ្ចឹងអានេះគឺជាគូទី2អញ្ចឹងគូទី2របស់យើងភាគបែងរបស់វាគឺ4បូក e ស៊ីន4អ្នកនរគ្នាចិត្តពិនិត្យមើលដូចអាលើមកញ៉ត់កុសបូកស៊ីនសញ្ញាដកអញ្ចឹងវាកាត់ត្រង់ទី4កាត់ត្រង់ទី1គឺដកផៃដកផៃអញ្ចឹងប៉ុណ្ណឹងមកគឺរួចរាល់របស់មួយទៀតហើយអូខេចុះមកមើលលំហាត់លេខ3របស់យើងហាត់ទី3សិតស្មើជាមួយនឹងដកឬ2e នៅក្នុងលំហាត់នេះអ្នកនរគ្នាអាចចាប់ឬ2ជាកតា
ចានេះនៅសល់ឬ3ដក e អូខេចាប់មកតង់ទៀតគឺយើងចាប់2ជាកតាមកចាបានឬ3លើ2ដក1លើ2 e អូខេចានេះឬ2ឬ2អានេះសេជាតម្រងត្រីកោណមានឲ្យទៅបូក e ស៊ីនតម្រងត្រីកោណមានអូខេអញ្ចឹងអ្នកនរគ្នាពិនិត្យមើលអានេះគូទីម៉ានអញ្ចឹងបើសិនជាអានេះឬ3លើ2នៅខាងមុខចាអានេះគូទី3អញ្ចឹងគូទី3វាបែងវា6អូខេហើយយើងមើលកាត់ត្រង់ម្ដងកាត់ត្រង់អានេះសញ្ញាបូកកុសសញ្ញាបូកស៊ីនសញ្ញាដកកាត់ត្រង់ទី4ទៀតអញ្ចឹងដកផៃដកផៃអូខេប៉ុណ្ណឹងគឺរួចរាល់អ្នកនរគ្នាមើលលំហាត់លេខ4សិតស្មើជាមួយនឹងមិនវិញឬ2បូកឬ2 e អញ្ចឹងអ្នកនរគ្នាមើលអានេះមានឬ2ស្រាប់ហើយអញ្ចឹងចាប់តែ2ចេញមកបានឬ2លើ2ហើយអានេះ លើ2បូក e ឬ2លើ2អញ្ចឹងឬ2លើ2យើងសេជាតម្រងត្រីកោណមានឲ្យមកបូក e ស៊ីនតម្រងត្រីកោណមានឲ្យមកតោះមកអានេះគូទី2អញ្ចឹងគូទី2ភាគបែងវា4ភាគបែងវា4អូខេអញ្ចឹងភាគបែងវា4បន្ទាប់មកយើងមើលកាត់ត្រង់កុសសញ្ញាបូកស៊ីនសញ្ញាបូកកុសសញ្ញាបូកស៊ីនសញ្ញាបូកអញ្ចឹងកាត់ត្រង់ទី1អញ្ចឹងបើកាត់ត្រង់ទី1ភាគយករបស់យើងគឺផៃអូខេអញ្ចឹងគឺចប់រួចរាល់សង្ឃឹមថាអ្នកទាំងអស់គ្នាយល់អញ្ចឹងវីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយបាយ